ផលសុភ័ណ្ឌនិងផាន់គ្រាន់ណាត់កីឡាករថៃវាយគ្នានៅសៃវៀនបាយ័នស្ទឹងមានជ័យអ្នកលេងចិត្តធ្ងន់ផលសុភ័ណ្ឌសិស្សកុនក្លឹបតាឡេដំរីមានរិទ្ធនិងកីឡាករផាន់គ្រាន់មកពីក្លឹបកុចសាកីឡានៅថ្ងៃទី14ខែធ្នូឆ្នាំ2014នេះពួកគេទាំងពីរនឹងពួនដៃគ្នាប្រកួតជាមួយកីឡាករជើងខ្លាំងថៃពីររូបផ្សេងទៀតនៅលើសៃវៀនបាយ័នស្ទឹងមានជ័យនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំសប្តាហ៍នេះដែលក្នុងនោះកីឡាករផលសុភ័ណ្ឌត្រូវប្រកួតជាមួយកីឡាករកុងអ៊ីសានលុបបាលីក្នុងប្រភេទទម្ងន់65គីឡូក្រាមផលសុភ័ណ្ឌត្រូវបានគេស្គាល់ថាជាអ្នកលេងវ័យក្មេងមួយរូបដែលមានចិត្តអំណត់ខ្លាំងជាងគេរាប់ពេលឡើងប្រកួតនៅលើសៃវៀនម្ដងចំពោះស្នេហ៍ពិសេសដែលផលសុភ័ណ្ឌតែងតែប្រាដើម្បីបំបាក់គូប្រកួតខ្លួននោះគឺកំដប់ដៃដ៏ធ្ងន់របស់គេព្រោះកីឡាកររូបនេះគឺជាកីឡាករប្រដាល់សកលជម្រុះជាតិកម្ពុជារីឯកីឡាករថៃកុងអ៊ីសានវិញនៅមិនទាន់មានគេបង្ហាប់ឲ្យដឹងពីសមាសភាពពិតប្រាកដនៅឡើយទេចំណែកកីឡាករផាន់គ្រាន់គឺត្រូវជួបកីឡាករឬរូបវិនឌីរបស់ថៃក្នុងប្រភេទទម្ងន់63គីឡូក្រាមប៉ុន្តែពួកគេពុំធ្លាប់ជួបគ្នាពីមុនមកនោះទេផាន់គ្រាន់មានកម្ពស់រាងទាបជាងបន្តិចប៉ុន្តែកាយវិការប្រកួតរហ័សរហួនហើយក៏កម្រនឹងឲ្យគូប្រកួតខ្លួនវាស្រួលនោះដែរឯកីឡាករឬរូបវិនឌីត្រូវបានអ្នកផ្គូផ្គងគូប្រកួតបង្ហាប់ឲ្យដឹងថាកីឡាករនេះក៏មិនអន់នោះទេគេធ្លាប់ធ្វើឲ្យសៃវៀនប្រដាល់ថៃក៏ក្រោមបន្តិចដងទេមុននឹងធ្វើដំណើរមកប្រកួតនៅលើទឹកដីកម្ពុជានេះចាំមើលកីឡាករជើងខ្លាំងកម្ពុជាទាំងពីររូបនេះអាចការពារមុខមាត់ប្រទេសជាតិខ្លួនបានទេពេលប្រកួតជាមួយកីឡាករថៃចុងសប្តាហ៍នេះចំណែកគូប្រកួតកំដរសៃវៀនគឺមានកីឡាករជុនសាវុតមកពីក្លឹបប៉ូសាន់ជ័យប្រកួតជាមួយកីឡាកรงួនគៀសិស្សគុនក្លឹបតាឡេដំរីមានរិទ្ធនិងកីឡាករបឹងកាយ៉ាតសិស្សគុនក្លឹបអប្សរាគុនខ្មែរត្រូវជួបជាមួយកីឡាករច័ន្ទចម្រើនមកពីក្លឹបនិរោធមានជ័យ